ដែលសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងរបៀបបញ្ចូលរូបថតដោយស្វ័យប្រវត្តិចូលនៅក្នុងប្រព័ន្ធរបស់យើងអញ្ចឹងដោយអ្វីដែលលោកគ្រូបានដឹងរួចមកហើយថានៅក្នុងប្រព័ន្ធនេះគឺយើងមានកិច្ចការមួយចំនួនដែលយើងត្រូវបញ្ចូលរូបថតបាទអញ្ចឹងตัวយ៉ាងដូចជាបាទសិភៅសកាការៈបាទលិខិតបញ្ជាក់ការសិក្សាសាលាក្បាច់ឯកតេយ្យជនបាទហើយក៏យើងមានកិច្ចការងារមួយចំនួនទៀតដូចជាប្រតិបត្តិបន្ទុកបាទនិងត្រាងកិត្តិយសជាដើមបាទដែលយើងត្រូវបញ្ចូលរូបថតគាត់ចូលនៅក្នុងប្រព័ន្ធរបស់យើងហ្នឹងអញ្ចឹងក្នុងតារាងកិត្តិយសនេះគឺខ្ញុំបានរៀបចំជា3ប្រភេទដដែលទេគ្រាន់តែខ្ញុំ edit បន្ថែមតិចតួចបាទតាក់ទងជាមួយនឹងការបញ្ចូលរូបថតសិស្សអញ្ចឹងយើងមានបាទខ្ញុំបានច្នៃប្រឌិតបន្ថែមទៅតាមតម្រូវការរបស់លោកគ្រូចង់បានបាទអញ្ចឹងនៅទីនេះគឺជាប្រភេទនៃតារាងកិត្តិយសរបស់យើងបាទអញ្ចឹងដើម្បីបញ្ចូលរូបថតបានគឺយើងត្រូវការបញ្ចូលដោយស្វ័យប្រវត្តិទេបាទដោយរូបថតយើងគឺត្រូវរៀបចំមានរួចជាស្រេចនៅក្នុង device កុំព្យូទ័ររបស់យើងអញ្ចឹងអត់ចាំបាច់ធ្វើការ upload file ហ្នឹងចូលនៅក្នុងប្រព័ន្ធនាំឲ្យប្រព័ន្ធហ្នឹងរអាក់រអួលទេបាទអញ្ចឹងលើកនេះគឺខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងបាទការសម្គាល់ខ្លួនសិស្សបាទអញ្ចឹងនេះគឺជាការសម្គាល់ខ្លួនសិស្សហើយខ្ញុំបានរៀបចំបាទមាន2ប្រភេទបាទអញ្ចឹងប្រភេទទី1នេះនៅលើกระดาษ A4 ដែលមាន8កាតហើយនៅក្នុង8កាតហ្នឹងគឺលោកគ្រូអាចទាញយកបានជាទម្រង់គំរូបែបនេះហើយទំហំកាតនេះគឺខ្ញុំបានរៀបចំឲ្យត្រូវជាមួយនឹងកាតដែលមានលក់នៅទីផ្សារបាទដែលយើងទិញពាក់យកមកដាក់ហ្នឹងហើយក៏មានប្រភេទទម្រង់មួយទៀតដែរបាទជាទម្រង់របៀបនេះបាទដែលមានបញ្ឈរអញ្ចឹងទៅហើយបើសិនជាលោកគ្រូឃើញថាពេល print ទៅរៀងតូចពេកទៅតាមប្រភេទម៉ាស៊ីន print អញ្ចឹងលោកគ្រូអាចធ្វើការ print ពង្រីកបាទយើងដាក់ 103% អីអញ្ចឹងទៅបាទអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការបញ្ចូលរូបថតដោយស្វ័យប្រវត្តិតែម្ដងបាទជំហានដំបូងគឺលោកគ្រូគឺត្រូវតែមានបញ្ជីវត្តមានសិស្សហ្នឹងសំទោសបាទបញ្ជីប្រវត្តិរូបសិស្សអញ្ចឹងនៅក្នុងបញ្ជីប្រវត្តិរូបសិស្សគឺលោកគ្រូសូម scroll មកខាងនេះមកបាទអញ្ចឹងលោកគ្រូនឹងឃើញថាយើងមានបាទកន្លែងមួយទៅគឺគេដាក់ថារូបថតបាទកន្លែងទី36នេះអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលលោកគ្រូត្រូវដាក់ឈ្មោះរូបថតបាទអញ្ចឹងឥឡូវនេះគឺមុននឹងដាក់ឈ្មោះរូបថតក៏បីយើងត្រូវដាក់ទីតាំងរបស់រូបថតសិនអញ្ចឹងទីតាំងរបស់រូបថតគឺលោកគ្រូមកដាក់នៅទីនេះបាទនៅព័ត៌មានសាលាហើយព័ត៌មានសាលានឹងគ្រូបាទនេះគឺជាទីតាំងរបស់រូបថតសិស្សបាទអញ្ចឹងខ្ញុំនឹងផាស location នៅទីនេះអញ្ចឹងលោកគ្រូបាទសូមបាទបើកនេះមកបាទអញ្ចឹងខ្ញុំបានរៀបចំរូបថតសិស្សហើយបាទអញ្ចឹងនេះគឺជាសិស្សដែលមានរូបថតហើយនេះគឺជារូបថតរបស់សិស្សបាទភរិយាខ្ញុំទេអញ្ចឹងនេះគឺលោកគ្រូអាចរៀបចំជាឈ្មោះឬក៏ជាអត្តលេខសិស្សតែម្ដងក៏បានដែរតែក្នុងនេះគឺខ្ញុំចង់ដាក់ឲ្យនឹងតែម្ដងឥឡូវនេះខ្ញុំសូមបាទដូរដាក់បាទសូមកែឈ្មោះបាទឥឡូវលោកគ្រូអាចកែឈ្មោះបានបាទឥឡូវយើងបានកែឈ្មោះមកអញ្ចឹងឥឡូវខ្ញុំសូមដាក់បាទនេះមក AA អញ្ចឹងទៅបាទខ្ញុំ enter អញ្ចឹងយើងបានហើយគឺពី AA1 រហូតដល់ AA36 បាទនេះគឺជារូបថតសិស្សហើយខ្ញុំចង់ copy location នៅទីនេះបាទយើងចុចនៅទីនេះមកបាទលោកគ្រូសូមដាក់ឲ្យចេញជាសញ្ញានេះមកបាទដាក់ទីតាំងម៉ៅនៅទីនេះមកបាទចេញរូប cursor ឬក៏បាទដាក់មិនបានហើយយើងចុចមកពកមកបាទអញ្ចឹងហើយយើង copy មកបាទយើង copy បន្ទាប់ពី copy មកលោកគ្រូអាចយកមកដាក់មកបាទយើងយកមកផាសនៅទីតាំងកន្លែងនេះហើយយើងផាសមកបាទអញ្ចឹងបែបហ្នឹងហើយដំណាក់កាលបន្តទៀតគឺលោកគ្រូបាទសូមចូលមកកាន់ប្រវត្តិរូបសិស្សបាទហើយជីវប្រវត្តិបាទអញ្ចឹងខ្ញុំត្រូវដាក់
ឈ្មោះរូបថតនៅទីនេះអញ្ចឹងដោយសារតែនេះគឺជាសាសបញ្ជីឈ្មោះសិស្សរបស់ខ្ញុំទេអញ្ចឹងរូបថតបាទរូបថតសម្រាប់រូបថតគឺសិស្សរបស់ភរិយាខ្ញុំអញ្ចឹងអាចថាខុសភេទគ្នាហើយបាទអញ្ចឹងឥឡូវនេះគឺយើងឃើញថារូបថតរបស់យើងនេះគឺអត់មាន extension ទេអញ្ចឹងដើម្បីបង្ហាញ extension ថាជាប្រភេទ file អីយើងចុចទៅលើ view នេះមកហើយបន្តមកយើងយក show បាទហើយយើង file name extension ហើយយើងយកមកបាទអញ្ចឹងវានឹងចេញ extension ហើយបាទអញ្ចឹងជាប្រភេទរូបថតបាទ JPG បាទអញ្ចឹងនេះឥឡូវខ្ញុំសូមយកសិស្សទី1នេះជាគំរូមកយើងបាទយើង rename មកបាទយើងយក rename មកអូខេយើង rename មកបាទបន្តមកយើង select ទាំងអស់មកនេះបាទហើយយើង copy ឈ្មោះមួយមកដោយសារតែខ្ញុំដាក់ serial គ្នាអញ្ចឹងទេអញ្ចឹងលោកគ្រូគ្រូបាទសូមចូលមកកាន់ប្រព័ន្ធយើងហើយខ្ញុំសូមផាសនៅទីនេះបាទផាសឈ្មោះរបស់គាត់ហ្នឹងបាទអញ្ចឹងនេះគឺជាទីតាំងបាទសំទោសបាទនេះគឺជាឈ្មោះរបស់រូបថតបាទអញ្ចឹងដោយសារតែរូបថតយើងគឺបាទមានបាទអ្វីដែលខុសប្លែកគឺនៅក្នុងវងកញ្ចក់នេះទេគឺលេខ1រហូតដល់លេខ34អញ្ចឹងសិស្សខ្ញុំមាន17នាក់អញ្ចឹងខ្ញុំសូមបាទទាញយកបែបនេះតែម្ដងខ្ញុំធ្វើលឿនតិចទៅបាទដើម្បីកុំឲ្យខាតពេលអញ្ចឹងឥឡូវនេះខ្ញុំសូមដូរបាទដូរឈ្មោះរូបថតយើងហ្នឹងបាទដូររហូតដល់17បាទបានបន្ទាប់ពីលោកគ្រូធ្វើការកែឈ្មោះរូបថតរួចហើយអញ្ចឹងគឺយើងអាចប្រើប្រាស់បានហើយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ផងដែរថាដោយសារតែឈ្មោះរូបថតជាមួយនឹងឈ្មោះសិស្សជាក់ស្ដែងនៅទីនេះគឺអត់ស៊ីគ្នាទេដោយសារនេះគឺជាសិស្សของខ្ញុំហើយរូបថតនេះគឺរូបថតរបស់សិស្សរបស់ប្រពន្ធរបស់ខ្ញុំបាទអញ្ចឹងអត់ត្រូវគ្នាទេអញ្ចឹងអាចខុសភេទខុសអីតាមនឹងទៅបាទអញ្ចឹងមកទៀតឥឡូវនេះយើងចូលមកកាន់នេះមកបាទរបាយការណ៍ដើមឆ្នាំហើយយើងយកការសម្គាល់ខ្លួនសិស្សបាទអញ្ចឹងឥឡូវយើងដំបូងឡើយគឺយើងត្រូវផាសទីតាំងនៅទីនេះសិនដើម្បីទាញយកបាទឥឡូវខ្ញុំសូមបង្កើតថតទុកឯកសារមួយឥឡូវយើងបង្កើតមកបាទអញ្ចឹងឥឡូវខ្ញុំដាក់បាទ C1 តិចបាទ C1 ហើយខ្ញុំសូមបើកបន្តមកទៀតខ្ញុំសូមចុចនៅទីនេះហើយខ្ញុំ copy ទីតាំងបាទបន្តមកទៀតខ្ញុំយកមកផាសនៅទីនេះមកបាទផាសទីតាំងនៅទីនេះមកហើយខ្ញុំចង់បានជាប្រភេទការតម្រង់ទី1នេះបាទអញ្ចឹងឥឡូវនេះខ្ញុំសូមដូរបាទដោយសារសិស្សខ្ញុំមាន17នាក់អញ្ចឹងឥឡូវខ្ញុំយកលេខរៀងការទី1នេះគឺយើងបានចំនួន8ការដែរបាទអញ្ចឹងនៅពេលដែលខ្ញុំចុចទាញយកអញ្ចឹងរូបថតនេះនឹងប្រែប្រួលបាទអញ្ចឹងយើងចុចទាញយកតម្រង់ទី1ហ្នឹងទៅបាទបាទបន្ទាប់ពីទាញយកបានជោគជ័យគឺលោកគ្រូឃើញថារូបថតយើងគឺមានការប្រែប្រួលបាទអញ្ចឹងយើងអាចទាញយកមកការទៀតមកបាទមួយការទៀតមកបាទអញ្ចឹងយើងធ្វើការទាញយកមួយទៀតបាទអញ្ចឹងខ្ញុំសូមធ្វើការយកតែពីឯកសារនោះទេអញ្ចឹងតកតងជាមួយនឹងការតម្រង់ទី2គឺលោកគ្រូអាចបញ្ចូលថ្ងៃខែផុតសុពលភាពនៃការបានបាទអញ្ចឹងការបញ្ចូលគឺយើងត្រូវបញ្ចូលនៅទីនេះបាទអញ្ចឹងលោកគ្រូសូមកលេចមើលកុំព្យូទ័ររបស់លោកគ្រូបើសិនជាដំណើរការដល់ថ្ងៃមុនសូមវាយថ្ងៃមុនបើខែមុនសូមវាយខែមុនអញ្ចឹងយើងវាយជាតម្រង់បែបនេះទៅយើងអាចប្រើជាសញ្ញា slash ក៏បានដែរឥឡូវដោយសារកុំព្យូទ័រខ្ញុំគឺដំណើរការដល់ថ្ងៃមុនអញ្ចឹងលើឧទាហរណ៍តើខ្ញុំដាក់ថ្ងៃ30បាទអញ្ចឹងខ្ញុំវាយសញ្ញា slash ខ្ញុំដាក់ខែ12ហើយខ្ញុំដាក់ឆ្នាំ2024បាទអញ្ចឹងយើងឃើញកាតយើងគឺផុតកំណត់នៅឆ្នាំ2024ដោយឡែកកាតនេះយើងត្រូវប្រើនៅឆ្នាំ2025អញ្ចឹងខ្ញុំដាក់2025ទៅយើងឃើញកាតយើងគឺផុតកំណត់នៅថ្ងៃ31ខែ12ឆ្នាំ2025បាទអញ្ចឹងនៅពេលយើងទាញយកទៅគឺទាញយកដូចគ្នាទេបាទសូមធ្វើការជ្រើសរើសនៅទីនេះបាទជាលេខរៀងរបស់កាតហើយបន្តមកយើងធ្វើការទាញយកបាទអញ្ចឹងឥឡូវយើងទៅមើលលទ្ធផលរបស់យើងវិញ
បាទអញ្ចឹងនេះគឺជាការប្រយ៉ាងហ្នឹងយើងអាច combine មកបាទអញ្ចឹងដើម្បីងាយស្រួលយើង combine file នឹងចូលគ្នាបាទហើយយើងយក combine មកបាទអញ្ចឹងនេះគឺជាការសិស្សបាទដែលលោកគ្រូអាចធ្វើការ print បានហើយនៅពេលយើង print មក select បាទមក select ដំបូងសិនទៅបើសិនជា print ទៅមានន័យថារៀងតូចពេកចឹងលោកគ្រូអាចធ្វើការ print ពង្រីកបន្ថែមមកបាទចឹងយើងអាចធ្វើការពង្រីក size បន្តិចមកនេះបាទយើងអាចដាក់103អីចឹងទៅបាទឲ្យរៀងធំជាងនឹងតិចទៅបាទឥឡូវចាំជាក់ស្ដែងចង់សាកលើម៉ាស៊ីន print របស់លោកគ្រូសិនបាទអញ្ចឹងនេះទាក់ទងជាមួយនឹងការបញ្ចូលរូបថតដោយស្វ័យប្រវត្តិហ្នឹងហើយទាក់ទងជាមួយនឹងការសិស្សក៏ដូចជាតារាងកិត្តិយសគឺយើងអត់អីទេគឺយើងធ្វើការទាញយកដូចគ្នាទេបាទអញ្ចឹងយើងចូលមកកាន់តារាងកិត្តិយសហើយនៅពេលដែលលោកគ្រូចង់បានជារូបថតប្រសេសយើងចុចលើប៊ូតុងទាញយករូបថតទៅអញ្ចឹងរូបថតនេះនឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិទេបាទអញ្ចឹងសំខាន់នៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញទាក់ទងជាមួយនឹងរបៀបនៃការបញ្ចូលឈ្មោះរូបថតហ្នឹងចូលនៅក្នុងប្រព័ន្ធរបស់យើងអញ្ចឹងប្រព័ន្ធរបស់យើងនឹងមិនតឹងពេកទេនៅពេលដែលយើងបញ្ចូលរូបថតដោយធ្វើការទាញយកពី device computer មិនចាំបាច់ត្រូវការ upload ចូលនៅក្នុង file ហ្នឹងគឺវាធ្វើឲ្យប្រព័ន្ធយើងនៅតែដំណើរការបានស្រួលបាទអញ្ចឹងដោយឡែកដោយសារតែ computer របស់ខ្ញុំរៀងon ផងហើយណាមួយខ្ញុំបានកំពុងតែថតវីដេអូស្រាប់ទៀតអញ្ចឹងធ្វើឲ្យការទាញយករៀងរអាក់រអួលអញ្ចឹងបើសិនជាលោកគ្រូអត់ថតវីដេអូទេអញ្ចឹងការទាញយករបស់លោកគ្រូគឺលឿនទេបាទអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនានៅវីដេអូនេះបាទសូមជម្រាបលា